រឿងពិតនៃទាហានថៃឈ្លានពានកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់យោធាថៃមកចូលរួមបុណ្យសពទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានមុខតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងទៀតនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មែរហើយតាមដឹងមកទៀតថាខ្មោចទាហានម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរតែពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យទេអញ្ចឹងហើយបានពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់បាំងយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងតែគេធ្វើពិធីយ៉ាងអធិកអធមណាស់ទីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឈ្លានពានខំបោកប្រាកោហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធនៅលើសមរភូមិនៅឡើយទាំងការបាត់អស់ពីលើផែនដីនេះទៅហើយនេះហើយជារឿងរ៉ាវពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេប៉ុន្តែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចហើយក៏នៅតែវាសនាខុសគ្នាដែរ